Cha chùm để xua ngày ní mêដូចជាមិនសូវអំណោយផលដែរហ្នឹងណាបងប្អូនទាំងអស់គ្នាខាងតែបងប្អូនមេឃភ្លៀងអត់ទេហើយថ្ងៃនេះបានហូបអីបងប្អូនទាំងអស់គ្នាប្រកាសជាដឹងហើយមែនអត់ឃើញមានសាច់ជ្រូកមានអីនេះហ่ะតែសុំលាក់សិនមិនដឹងថាបងប្អូនដឹងអត់ថានាងខ្ញុំធ្វើមុខម្ហូបអីថ្ងៃនេះភាសាតែមេឃភ្លៀងពេកហើយផ្ទឹមតែភ្ជុំហើយរៀងដាច់បាយដាច់អីដែរអញ្ចឹងណាហើយអញ្ចឹងយើងក៏សម្រាប់ចិត្តថាថ្ងៃនេះមានតែមុខម្ហូបនៅក្នុងផ្ទះហ្នឹងហើយនឹងទិញសាច់ជ្រូកគេមកចំនួនតូចទេមិនច្រើនប្រហែលទេទិញមកកូនដុំហ្នឹងយកមកហើយយកមកហ្នឹងក៏ធ្វើការលាងទឹកឲ្យស្អាតអីហ្នឹងទៅហើយក៏ដាក់លើជ្រុញចាប់ផ្ដើមហាន់ហើយចិញ្ច្រាំវាឲ្យតូចឲ្យល្អិតបន្តិចនេះបងប្អូនគិតមើលថាថ្ងៃនេះនាងខ្ញុំបានហូបអីដែរហើយជាបងប្អូនទាំងអស់គ្នាដឹងហើយមែនទេមុខម្ហូបនៅផ្ទះរបស់យើងទាំងអស់គ្នាណាការច្រាំមកហើយក៏ដួសដាក់ចាននេះតួឯកសំខាន់របស់យើងគឺផ្អកតែនឃើញអត់អ្នកណាច្រាំផ្អកដូចខ្ញុំខ្លះនេះគ្រាន់តែជាពេលទំនេរដូចថាមេឃភ្លៀងមេឃអីហើយក៏មិនដឹងធ្វើអីក៏ធ្វើមុខម្ហូបចែកជូនបងប្អូនទស្សនាកំសាន្តអញ្ចឹងទៅហើយឆ្ងាញ់ឬមិនឆ្ងាញ់អីបងប្អូនតើតែមកភ្លក់បើគ្រាន់តែមើលអញ្ចឹងគឺក៏ឃើញតំណងទេហើយនេះមុខម្ហូបចុះបាយថ្ងៃនេះគឺច្រាំផ្អកសាច់ជ្រូកនឹងឯងហើយនេះខ្ញុំក៏ធ្វើការចិញ្ច្រាំសាច់ជ្រូកផងច្រាំផ្អកឲ្យវាម៉ត់ហើយក៏ដាក់សាច់ជ្រូកចូលទៅច្រាំវាជារួមទៅផ្ទះខ្ញុំមិនសូវចូលចិត្តជីម៉ត់ប្រហែលទេច្រើនសាច់ជ្រូកអីនៅរៀងសាច់ជ្រូកដុំដែរព្រោះពេលយើងហូបទៅវាប៉ះចំសាច់ជ្រូកទៅវាមានរសជាតិឆ្ងាញ់ដែរអញ្ចឹងណាហើយផ្អកនេះនាងខ្ញុំបានធ្វើការត្រាំទឹកត្រាំអីហើយស្ងោរវាឲ្យរៀងផុយបន្តិចដែរឥឡូវគឺច្រាំរួចហើយអញ្ចឹងទៅវាងាយស្រួលក្នុងការច្រាំពេលដែលយើងស្ងោរវារៀងផុយបន្តិចអញ្ចឹងទៅណាហើយក៏វាចេញជាតិប្រៃអស់ទៅតាមទឹកដែរហើយយើងក៏ដួសវាដាក់ចានទុកម្លែកសិនហើយនាងខ្ញុំក៏មកធ្វើការដំខ្ទឹមអញ្ចឹងតែបងប្អូនបានហូបអីដែរថ្ងៃហ្នឹងនេះធ្វើការដំខ្ទឹមណាអូយមុខម្ហូបមួយនេះចង់និយាយថាចេះអស់បាយទាំងឆ្នាំងតែម្ដងផ្ទះបងប្អូនណាមិនដឹងទេតែបើផ្ទះនាងខ្ញុំបើបានបន្លែទៀតបានប្រសក់បានត្រប់អីទៀតគឺដឹងតែអែមហ្មងហើយយើងយករសជាតិប្រៃផ្អែមហឹរអីចឹងទៅដាក់ម្ទេសឲ្យវាឈ្ងុយឆ្ងាញ់ដែរចឹងណាហើយបងប្អូនមុខម្ហូបនេះផ្ទះខ្ញុំគឺចុះបាយមែនតើហើយដោយសារតែអាកាសធាតុមេឃភ្លៀងមេឃអីចឹងផងដែរទៅយើងក៏គប់ផ្សំគ្នាចឹងទៅឲ្យធ្វើឥឡូវនេះក៏មកធ្វើការកាច់ហ្គាហើយយើងចាក់ខ្លាញ់ដើម្បីរង់ចាំឲ្យខ្លាញ់វាក្តៅបន្តិចហើយយើងក៏ធ្វើការបង់ខ្ទឹមផ្ទះបងប្អូនអធិស្ឋានផងណាបើមើលទៅឃើញសភាពអីមិនសូវសំភ្នែកអីបងប្អូនអធិស្ឋានផងធ្វើម៉េចទេផ្ទះយើងរៀបចំបានតែប៉ុណ្្នឹងឯងមិនមានជាក្រូជាថ្មដូចគេទេចាហើយបន្តមកទៀតគឺចាក់ខ្ទឹមចូលរំលែងវាឲ្យឈ្ងុយដល់ផ្ទះបងប្អូនអត់ឈ្ងុយហើយឲ្យតែអំពិលខ្ទឹមគឺដឹងតែឈ្ងុយ3ភូមិតែម្ដងពេលខ្លះតនេអំពិលខ្ទឹមលេងឲ្យឈ្ងុយដល់អ្នកផ្ទះបងប្អូនអីចឹងទៅហើយថាអូម្ហូបឆ្ងាញ់ក៏ពិតអត់ទេចំហុយផ្អកច្រាមផ្អកអីហ្នឹងទេចាគឺយើងចាក់ផ្អកច្រាមជាមួយសាច់ជ្រូកយើងចូលទៅហើយបន្តមកទៀតយើងធ្វើការកូរវិតវាទៅរំលែងវាចុះឡើងឲ្យវាចូលសពជាតិអីចឹងណាបងប្អូនតាមចំណង់ចំណូលចិត្តបងប្អូនចង់ចំហុយក៏បានចង់អីក៏បានដាក់ពងទាទៀតក៏បានដែរតែថ្ងៃនេះខ្ញុំធ្វើតែលក្ខណៈសុខស្រីចកាយើងមកអាកាសធាតុត្រជាក់អីចឹងទៅក៏ធ្វើញ៉ាំនិយាយរួមទៅលក្ខណៈយើងមុខម្ហូបមកក្រោយភ្ជុំណាយើងនិយាយចេះឲ្យចំវិញគឺមុខម្ហូបក្រោយភ្ជុំហើយបន្ទាប់មកយើងធ្វើការដាក់ស្ករឲ្យដាក់ប៊ីចេងបន្តិចទៅហើយយើងកូរវិតវាទៀតទៅមានអីទេយើងឆាផ្អកអញ្ចឹងមានតែកូរវិតហ្នឹងតួឯកសំខាន់គឺកូរចុះកូរឡើងកុំឲ្យវាខ្លោចអញ្ចឹងណាចាកូរត្រឡប់ចុះត្រឡប់ឡើងដើម្បីរង់ចាំឲ្យសាច់នឹងវាឆ្អិនសប់ចូលជាតិមួយផ្អកក៏បន្ថយហ្គាសហើយយើងក៏ធ្វើដំណើរទៅគៀនផ្ទះដើម្បីធ្វើការបេះម្ទេស
ចឹងណានៅស្រុកស្រែយើងមានអីក្រៅពីតំណាំនៅចិត្តផ្ទះយើងដាំធម្មជាតិទេចឹងហើយនេះធ្វើការបេះម្ទេសចង់ដាក់ច្រើនដាក់តិចតាមចំណង់ចំណូលចិត្តបងប្អូនទេតែដោយសារតែនាងខ្ញុំនេះខ្លាចសាច់រីងសាច់លីងនោះវារៀងខ្លាច់ខ្លោចចឹងណាខ្លាច់ខ្លោចដល់បថុយគេហើយតែចឹងហើយក៏បេះបានតែបន្តិចទេក៏បញ្ញាប់រូតរះទៅមើលផ្អកយើងវិញទៅដល់វិញហ្នឹងគឺនាងខ្ញុំធ្វើការលាងទឹកបេះទួងបេះអីវាឲ្យស្អាតចឹងទៅដើម្បីឲ្យវាមានអនាម័យទៀតណាភ្លៀងមិញជ្រះដីហើយតែយើងក៏ធ្វើការលាងទឹកលាងអីដែរលាងទឹកលាងអីហើយក៏យកមកដាក់នៅក្នុងផ្អករបស់យើងនេះមើលម្ទេសបេះបានតែប៉ុណ្្នឹងឯងមិញបេះបញ្ញាប់ចឹងហើយយកដាក់ក្នុងផ្អកទៅបេះតងបេះអីលាងទឹកលាងអីចេញស្អាតទៅតែបងប្អូនធ្វើយ៉ាងដែរអត់ហើយខ្ញុំអត់ហាមទេម្ទេសហ្នឹងដោយសារខ្ញុំមានកូនតូចដូចតាំងឆាយអីចឹងណាដល់ពេលចឹងទៅត្រូវតែដាក់ទាំងមូលចឹងហើយពេលប៉ាហើយម៉ាក់ហើយនឹងបងអីចង់ញ៉ាំពីម្ទេសហ្នឹងទៅនេះរូបរាងវាចេញមកហើយតែនហើយក៏ធ្វើការទៅក្រោយផ្ទះដើម្បីបេះបងប្អូនគាត់ឃើញក៏ដឹងដែរមែនអត់បេះបន្លែបេះត្រាប់បេះអីចឹងទៅបេះដើមត្រាប់ពីបដើមបេះគ្រាន់បានមកចុចផ្អកហ្នឹងឯងដោយសារតែឃើញផ្លែត្រាប់ច្រើនហើយក៏បេះវាយកមកទុកចុចផ្អកទៅបើសិនជាច្រើននោះចែកខ្លះនេះប៉ុន្តែអត់មានច្រើនផងបេះបានមកចុចផ្អកដើមត្រាប់4ដើមឥឡូវក៏ធ្វើការបេះបន្លែដើម្បីយកទៅស្រុះចុចផ្អកនឹងដែរស្លឹកចលុងបងប្អូនស្គាល់ស្លឹកចលុងអត់បងប្អូនប្រកាសជាស្គាល់ហើយស្លឹកចលុងមិនអត់ទេមែនទេបើមិនស្គាល់ទេជីមកផ្ទះខ្ញុំមកមើលមកស្លឹកចលុងនឹងហើយបន្តមកទៀតតពីបេះលឹកចលុងហើយតែនេះខ្ញុំនឹងទៅណាទៀតត្រង់ចាំមើលបន្តទៅទៀតថានេះខ្ញុំបេះបន្លែអីទៀតចាហើយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានចូលតាមដានវីដេអូនេះពីដើមរហូតដល់ចប់ហើយសូមសរសើរបងប្អូនដែរដែលមើលវីដេអូនេះរហូតដល់ចប់អរគុណពិតមែនវីដេអូងាយស្រួលគ្មានវីដេអូអីនេះទេចាធ្វើលេងទៅអត់សក់ហើយណាមួយមេឃភ្លៀងផងអីផងហើយតនេដែរអញ្ចឹងក៏ធ្វើទុកជាបទពិសោធន៍រៀនមើលគេធ្វើគេទៅណាហើយនេះក៏មកធ្វើការបេះសណ្ដែកគួរដាំផ្ទាល់ដៃផ្ទាល់ជើងបងប្អូននិយាយរួមទៅហើយនេះដោយសារតាខ្ញុំអាសាឡើងចុះទៅស្រុកផងអញ្ចឹងអត់បានបោចស្មៅគៀងនឹងទេហើយនេះសណ្ដែកគួរផ្អែមណាស់បងប្អូនអើយឆ្ងាញ់មែនតែនហើយសង្ឃឹមថាបងប្អូននឹងពេញចិត្តវីដេអូមួយនេះហើយកុំភ្លេចជួយចុច like ពេញចិត្តជួយ share ឲ្យម្នាក់មួយផងណាបងប្អូនសម្រាប់ការពេញចិត្តនៅវីដេអូរបស់នាងខ្ញុំហើយនឹងសូមអរគុណបន្តគាំទ្រទៅមុខបន្តទៀតហើយបើបាន view ច្រើនថ្ងៃក្រោយមានកម្លាំងចិត្តធ្វើវីដេអូឲ្យបងប្អូនមើលទៀតអរគុណបាយបាយ